ជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបាទកាន់អបិសមម្ដងទៀតដែរបាទថ្ងៃនេះគឺខ្ញុំមានវីដេអូចែកម្លែកមួយទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ឲ្យបានដឹងឲ្យបានយល់ចឹងណាហើយខ្ញុំខានចេញវីដេអូបែបនេះយូរអ្នកនរគ្នាដោយសាររវល់ចឹងហើយបានខ្ញុំបានចេញជាវីដេអូមួយដោយ react ចឹងទៅអញ្ចឹងខ្ញុំពិតជាសុំទោសអ្នកនរគ្នាមែនដែលនៅធ្វើឲ្យអ្នកនរគ្នារងចាំវីដេអូរបស់ខ្ញុំនេះធ្លាប់ជឿលើជំនឿដែលយើងសន្យាជាមួយនឹងការរស់ស៊ីរបស់យើងអ្នកនរគ្នាបាទគឺជួបជាមួយមេរបស់ខ្ញុំផ្ទាល់គឺគាត់បានសន្យាជាមួយនឹងធ្វើផ្ទះរបស់គាត់បាទគាត់បានសន្យាថាបើសិនជាផ្ទះគាត់នឹងជួលធ្វើឲ្យមានគេជួលគឺគាត់នឹងសែនជាមួយនឹងឈូខ្វៃសែនព្រេនលក្ខណៈថាពេលដែលគេជួលដាច់ទៅយើងសែននៃសែនអីគេចឹងណាយើងបាននិយាយប្រាប់ថាជាងសែនជាមួយនឹងជូខ្វៃជូអីចឹងទៅប៉ុន្តែលើពេលបានអណ្ដូគេបានជួលឲ្យអ្នកនរគ្នាជួលឲ្យប៉ុន្តែគេកំណត់ថ្ងៃឲ្យយើងធ្វើឲ្យឆាប់ហើយរយៈពេល16ថ្ងៃអញ្ចឹងថ្ងៃ16ថ្ងៃអញ្ចឹងណាអ្នកនរគ្នាបាទហើយបន្ទាប់ពីគាត់បានជួលឲ្យគេហើយគេបានមិនអីប៉ុន្តែគាត់ដូចអត់បានសែនទេអ្នកគ្នាអត់បានសែនមកនេះអញ្ចឹងក៏វាមានបញ្ហាពេលជំនឿហ្នឹងដូចជាខ្ញុំជឿតិចខ្ញុំអត់តិចចឹងតែអ្នកគ្នាប៉ុន្តែខ្ញុំបានជួបជាក់ស្ដែងទៅអូពិតមែនអ្នកគ្នាវាពិតមែនมันអាចនិយាយយកមកនិយាយលេងសើចបាននៃថាហើយនឹងសែនហើយទៅពេលហើយធ្វើហើយអត់សែនចឹងណាបាទអ៊ំម្ចាស់ផ្ទះរបស់ខ្ញុំផ្ទាល់គឺគាត់បានប្រាប់ថាគាត់នឹងសែនជួបខ្វាយមួយឲ្យតែមានអ្នកជួលដាច់ចឹងណាជួលចឹងជនជាតិឥណ្ឌូនេស៊ីគឺគាត់បានជួលបន្ទាប់ពីគាត់បានជួលហើយម្ចាស់ផ្ទះអ៊ំស្រីខ្ញុំនេះគឺគាត់អត់បានដាក់សែនអីទេអ្នកគ្នាគឺគាត់បាននឹងគេនិយាយមួយថាបានក្បត់ពាក្យសម្ដីក្បត់ពាក្យសច្ចៈសន្យាអីជាមួយគេដែលថាសែននេះសែននោះដាក់នេះគេចឹងប៉ុន្តែអ្នកគ្នាមិនមែនថាគាត់មិនសែនទេគឺគាត់សែនអ្នកគ្នាគាត់សែនជាមួយនឹងទាខ្វាយមួយដែរប៉ុន្តែគាត់ថាគាត់នឹងដាក់ជុកខ្វាយប៉ុន្តែគាត់បានដាក់ទេដោយសារអីគឺសារគាត់រវល់ហើយក៏គាត់ភ្លេចចឹងទៅហើយក៏សែនទាខ្វាយមួយទៅបន្ទាប់ពីសែនទាខ្វាយទៅមានណាអ្នកគ្នាផ្ទះជនជាតិគាត់មិននៅស្រាប់តែទី1បញ្ហាភ្លើងទី2ទៅយកទឹកទី3ខូចនេះខូចកលឹះទ្វារខូចបាច់ទៅជូបើជាទុះផ្សេងខ្សែភ្លើងដុំភ្លើងយល់គឺមានបញ្ហាគ្រប់សពនេះគឺឥឡូវហ្នឹងរហូតដល់ឥឡូវនេះខ្ញុំទៅមកពីកន្លែងហ្នឹងបាទខ្ញុំមកធ្វើវីដេអូដើម្បីចែកម្លែកកុំឲ្យអ្នកនរគ្នានិយាយក្បត់ពាក្យសច្ចៈអីឬមួយក្បត់ពាក្យសន្យាអីមួយទេអញ្ចឹងអ្នកនរគ្នាបើថាយើងដឹងថាយើងត្រូវសន្យាយើងត្រូវតែធ្វើឲ្យបានអញ្ចឹងយើងកុំសន្យាជាមួយគេទោះបីជាយើងសន្យានឹងមាត់ទៅយើងផ្ទាល់ចោលក៏ដោយក៏អ្នកដែលយើងសន្យាជាមួយគេនោះគេមិនអាចភ្លេចជាមួយយើងបានទេអញ្ចឹងយើងត្រូវតែចាំនៅពាក្យសច្ចៈរបស់យើងកុំឲ្យខុសមាត់ខុសកសោះបាទដូចគាត់ហ្នឹងខុសមាត់ខុសកមានអ្នកនរគ្នាគេចូលមកនៅហើយស្រាប់តែវាខូចពីរួមគឺខូចអត់លួសបណ្ដោយហើយអាមួយទៅអាមួយហើយអាមួយទៅអាមួយទៅពេលអញ្ចឹងវាពិបាកដែរអញ្ចឹងមិនថាពុកម៉ែបងប្អូនអ្នកគ្នាបើសិនជាធ្វើអ្វីមួយយើងគិតថាយើងសែនឲ្យគេបានសែនព្រេនឲ្យគេអញ្ចឹងយើងនិយាយឲ្យគឺយើងត្រូវតែធ្វើឲ្យបានបើយើងធ្វើមិនបានយើងកុំនិយាយបើយើងនិយាយឲ្យធ្វើមិនបានគឺវាឃើញជាក់ស្ដែងភ្លាមអ្នកគ្នាអញ្ចឹងវីដេអូហ្នឹងក៏សូមផ្ដាំទៅអ្នកនរគ្នាបើសិនជាសន្យាឲ្យកុំក្បត់ពាក្យសន្យាខ្លួនឯងសោះហើយវីដេអូក៏មានតែប៉ុណ្្នឹងអ្នកគ្នាខ្ញុំនឹងចេញជាវីដេអូនិយាយរឿងបែបផ្សេងឲ្យអ្នកគ្នាបានស្ដាប់បានដឹងហើយវីដេអូក៏មានតែប៉ុណ្្នឹងអ្នកគ្នាកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបាទ